trong vậy ta anh nhắm aiខ្លួនឯងញ៉ាំទឹកកន្លុកអីតើចុកសិនមុននឹងញ៉ាំទឹកកន្លុកនេះមួយកែវនេះបានណាយើងត្រូវកន្លុកសិនមែនអត់តោះយើងទៅមើលការកន្លុករបស់ខ្ញុំទាំងអស់គ្នាហើយបងប្អូនគ្នាមើលការកន្លុកខ្ញុំទាំងអស់គ្នាទៅនេះគឺជាវីដេអូដែលខ្ញុំថតឲ្យមុននឹងបានទឹកកន្លុកមួយកែវនេះបងប្អូនគ្នាហ្នឹងហើយតោះយើងមើលបន្តទៀតទៅហ្នឹងហើយតែខ្ញុំមិនមែនប្រាប់ឲ្យខ្ញុំមិនមែនអ្នកប្រម៉ូទនេះអីទេតាមពិតខ្ញុំអ្នកផឹកហ្នឹងយ៉ាងនិយាយចឹងចឹងហើយខ្ញុំមានតែថតលេងទៅណាមានខុសអីអត់ហ្នឹងអត់មានខុសណាអត់អីណាបានចឹងបាទអីទេមើលទស្សនាតទៀតទៅបាទបាទបងប្អូនគ្នាដោយសារតែផ្លែបឺខ្ញុំទុកយូរពេកបងប្អូនគ្នាមើលឡើងល្បេះតងអីហ្នឹងទុកយូរឡើងចង់ស្អុយបងប្អូនគ្នាចឹងខ្ញុំដាក់ក្លុកឲ្យណាមួយទឹកដោះតូនេះវាទៅមកបងប្អូនគ្នាចឹងខ្ញុំអត់តន់ក្លុកអត់តន់អីចឹងទៅផ្លែបឺនេះឡើងចង់ជាប់ឡើងចង់នេះហើយពេលនេះដកសឹកចង់នេះបាទបាទហើយបងប្អូនគ្នានេះខ្ញុំក្លុកមួយផ្លែបឺហ្នឹងក្លុកមួយផ្លែបឺវាចេញគាត់បងប្អូនគ្នាបាទចេញបើក្លុកមួយផ្លែសូប៊េរីវិញកាន់តែល្អមកបងប្អូនគ្នាក្លុកមួយផ្លែសូប៊េរីវាពណ៌ពីងហ្មងនិយាយចំពណ៌ផ្កាឈូកបងប្អូនគ្នាហ្នឹងហើយទាំងពីរនេះអានេះជួយឲ្យយើងនឹងហាត់ប្រាណទៅវាល្អដល់សុខភាពបងប្អូនគ្នាហើយចំណែកនេះវិញរសជាតិដោះគោមើលចុះវាជួយបានច្រើនដែរបងប្អូនគ្នាទាំងពីរហ្នឹងមានតែពីរកំប៉ុងហ្នឹងជំនួសបាយក៏បានអីក៏បានដែរបងប្អូនគ្នាហើយពេលយើងធ្វើការអញ្ចឹងញាក់ពីគេញ៉ាញាក់ពីគេទៅធ្វើការអត់ទាន់ហូបបាយអត់ទាន់ទៅធ្វើការអញ្ចឹងហើយយើងក្លុកនេះតា5នាទីអីហើយបងប្អូនគ្នាបងយើងមានហ្នឹងបងប្អូនគ្នាហ្នឹងហើយចាក់ចូលកតោនេះមកហ្នឹងហើយនេះអូខេបងប្អូនគ្នាអែមមែនតែនហ្មងណាអូដល់ជាតិបាទវាឡើងខាត់ធ្វើហ្មងបងប្អូនគ្នាដាក់មួយផ្លែបឺបើដាក់ជាមួយសូប៊េរីវាអត់សូវឆាប់ទេហើយវាមានគាត់សូប៊េរីបងប្អូនគ្នាចឹងទៅអត់សូវឆ្ងាញ់ទេផ្លែបឺហើយនឹងផ្លែសូប៊េរីខ្ញុំថាផ្លែបឺនេះឆ្ងាញ់ជាងផ្លែសូប៊េរីបងប្អូនគ្នាតែបើលាក់លីគ្នាក៏រត់តែល្អបងប្អូនគ្នាជួយឲ្យវីតាមីននៅក្នុងខ្លួនយើងមានបងប្អូនគ្នាតែយីដល់ខ្ញុំមានប៉ុណ្្នឹងហើយ